បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះដែរក៏ខ្ញុំមកបង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់ជីនៅលើដំណាំស្រូវសង្ហែស្រាលហ្នឹងថាតើយើងគួរបាចជីវគ្គ3ឬក៏វគ្គផ្ដាច់ហ្នឹងនៅលើដំណាំស្រូវសង្ហែស្រាលហ្នឹងគឺនៅអាយុប៉ុន្មានដែលធ្វើឲ្យស្រូវហ្នឹងមានការលូតលាស់ល្អហើយស្រូវហ្នឹងគឺទទួលបាននៅទិន្នផលខ្ពស់ហើយនៅក្នុងវីដេអូមុនក៏ខ្ញុំបានរៀបរាប់រួចហើយដែរអំពីការប្រើប្រាស់ជីនៅលើដំណាំស្រូវសង្ហែស្រាលហ្នឹងថាវគ្គ1យើងប្រើនៅអាយុប្រមាណដែលល្អហើយវគ្គ2ហ្នឹងគឺយើងគួរប្រើនៅអាយុប្រមាណដែលធ្វើឲ្យដំណាំស្រូវហ្នឹងល្អហើយនៅក្នុងវីដេអូនេះខ្ញុំមកនិយាយអំពីការប្រើប្រាស់ជីវគ្គ3តែម្ដងជាទូទៅដំណាំស្រូវសង្ហែពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ជីនៅចន្លោះពីអាយុ40ទៅ45ថ្ងៃដែលជាពេលវេលាមួយដ៏ល្អមែនទែនដែលពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់ជីពីព្រោះអីពេលវេលានេះគឺជាពេលវេលាមួយដែលស្រូវហ្នឹងគឺត្រូវការសារធាតុចិញ្ចឹមខ្លាំងដើម្បីជួយទ្រទ្រង់ដល់ប្រព័ន្ធឫសប្រព័ន្ធដើមដើម្បីជួយឲ្យការលូតលាស់របស់វានឹងល្អដើម្បីបង្កើនការកកើតគួរហ្នឹងឲ្យវាធំល្អឬក៏ផាមធំហ្នឹងជាដើមហើយចំណុចបន្ទាប់ទៀតនេះក៏ខ្ញុំចង់ចែករំលែកពុកម៉ែបងប្អូនមួយចំនួនអំពី technique នៃការប្រើប្រាស់ជីថាតើយើងគួរតែប្រើប្រាស់ជីបរិមាណប៉ុន្មានគីឡូឬក៏ប៉ុន្មានការ៉ុងដែលល្អហើយថាតើយើងគួរតែប្រើប្រាស់ជីប្រភេទអីដែលវាផ្ដល់នៅសារៈសំខាន់ខ្លាំងដល់ដំណាំស្រូវរូបមន្តទី1នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់នៅប្រភេទជីកាលីចំនួន50គីឡូបូកជាមួយនឹងជីអ៊ុយរ៉េ50គីឡូដែរនេះបើសិនជាក្នុងករណីថាពុកម៉ែបងប្អូនទាំងអស់គ្នាបាចជីវគ្គ3នេះចំនួន100គីឡូក្រាមឬក៏ស្មើនឹង2ការ៉ុងតែបើសិនជាករណីថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រើវគ្គ3នេះយើងប្រើច្រើនរហូតដល់150គីឡូឬក៏ស្មើនឹង3ការ៉ុងហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចលេងនៅប្រភេទជីកាលីចំនួន100គីឡូក្រាមបូកជាមួយនឹងជីអ៊ុយរ៉េហ្នឹងចំនួន50គីឡូក្រាមហើយមួយវិញទៀតក៏ខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅក្នុងអាយុកាលចន្លោះការបាច់វគ្គ3នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ជីឲ្យមានបរិមាណច្រើនជាងការប្រើប្រាស់ជីនៅវគ្គ1ហើយនិងវគ្គ2ពីព្រោះអីដោយសារតែវគ្គ3នេះស្រូវវាមានដើមដងធំល្អអញ្ចឹងហើយវាត្រូវការនៅពពួកសារធាតុចិញ្ចឹមហ្នឹងគឺច្រើនជាងវគ្គ1និងវគ្គ2ទៅទៀតហើយមួយវិញទៀតបើសិនជាក្នុងករណីថាពុកម៉ែបងប្អូនទាំងអស់គ្នាអត់លាយជីដូចរូបមន្តទី1ទេគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើនៅប្រភេទជីដែលមានលេខលេខស្រាប់ហ្នឹងគឺលេខ2820ហើយចំពោះលេខ2820នេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់បាននៅក្នុងវគ្គ3នេះហើយបរិមាណដែលពុកម៉ែបងប្អូនគួរតែប្រើហ្នឹងគឺចន្លោះពី100គីឡូក្រាមទៅ150គីឡូក្រាមដែលស្មើនឹង3ការ៉ុងហើយខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់វគ្គ3នេះគួរតែប្រើប្រាស់ឲ្យបានច្រើនទៅអាចថា3ការ៉ុងទៅដើម្បីឲ្យវាសមស្របទៅនឹងតម្រូវការរបស់ដំណាំស្រូវហ្នឹងហើយចំពោះរូបមន្តហើយនឹងទាំងអស់នេះដែលខ្ញុំចែករំលែកហ្នឹងសុទ្ធសឹងតែជាបទពិសោធន៍ដែលខ្ញុំធ្លាប់អនុវត្តខ្លួនឯងហ្នឹងហើយនឹងជាបទពិសោធន៍របស់កសិករផ្សេងនៅតាមតំបន់នីមួយៗដែលខ្ញុំធ្លាប់ជួបពួកគាត់ហ្នឹងដែលជាកសិករឆ្នើមហ្នឹងគឺគាត់តែងតែប្រើប្រាស់នៅរូបមន្តទាំងអស់នេះហើយបរិមាណនៃការប្រើរបស់ពួកគាត់ពេលច្រើននៅវគ្គ3នេះគាត់ប្រើរហូតទៅដល់3ការ៉ុងហ្នឹងពីព្រោះអីវាត្រូវការសារធាតុចិញ្ចឹមខ្លាំងហើយសម្រាប់ជីដែលមានលេខ2820ហ្នឹងគឺពុកម៉ែបងប្អូនទាំងនេះអាចរកទិញបាននៅតាមដេប៉ូតំណាងចែកចាយជីថ្នាំកសិកម្មដែលនៅជិតផ្ទះរបស់ពុកម៉ែបងប្អូនទាំងគ្នាហើយជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតមកដល់ចប់ហើយក៏កុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូឬក៏ចំណេះដឹងថ្មីៗដែលខ្ញុំនឹងចែករំលែកបន្តទៀតហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាឬក៏ពុកម៉ែបងប្អូនមួយចំនួនដែលគាត់មានសំណូមពរចង់ឲ្យខ្ញុំធ្វើពាក្យព័ន្ធទៅនឹង
ចំណេះដឹងផ្សេងៗទៀតយើងអាចប្រាប់មកខ្ញុំនឹងរៀបចំដាក់ជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមអរគុណ